លោកវ៉ាន់វណ្ណៈនិងនាងទិតវិជ្ជរៈដានីនៅក្នុងខ្សែភាពយន្តខ្មែររឿងដាវបាក់ដងមាសប្រយុទ្ធនឹងឆ្អឹងដៃឪពុកដែលដឹកនាំរឿងដោយលោកសូម៉ាន់ឈីវនាកំឡុងឆ្នាំ1972បំផុតដុតមនុស្សទាំងរួងខ្ញុំគ្មានកុំសោះធម្មជាតិមើលចង់ជួយពិចារណាមានតមេក្លៃអិនព្រំទេវតាទើបយល់ពូជខ្ញុំយ៉ាងណាឯមនុស្សធម្មតាសាហាវបំផុតដុតមនុស្សទាំងរស់នេះគឺកម្មអូនបងមិនដឹងធ្វើដូចមិនដេចឡើយហួហើយស្នេហ៍យើងទាំងពីរខ្ញុំរំលឹកវណ្ណកម្មនេះឡើងគ្រាន់តែចង់ឲ្យមនុស្សជំនាន់ក្រោយចងចាំនៅទេពកោសល្យនៃអ្នកជំនាន់មុនទាំងផ្នែកចម្រៀងទាំងផ្នែកភាពយន្តនិងសិល្បៈផ្សេងទៀតតែប៉ុណ្ណោះហើយបើសិនជាមិនរំលឹកទេវានឹងសាបសូន្យដោយឯងជាមិនខានអត្ថបទមុតវុទ្ធីរោបងចង់ជួយអូនក្នុងនាមសង្សារតែហេតុខ្លាចគេថាបងយកស្នេហាធំជាងឪពុកហើយចោយើងចាំជួបគ្នាជាតិមុខបងអើយនៅឲ្យបានសុខបាបឪពុកអូនលៀងឲ្យអង្គជីវិតកងកម្មប្រចាំរៀងកាយដោះស្រាយវាសនាជាមួយគ្រួសារក្នុងខ្ទមកំសត់បំផុតស្ទើរនឹងរលត់រលាយសង្ខាររឿងកងកម្មកងកែវគឺជាស្នាដៃនិពន្ធនិងដឹកនាំរឿងដែលលោកប៊ីវឆៃលៀងនៃផលិតកម្មអន្តរទេវីភាពយន្តដែលផលិតឡើងក្នុងឆ្នាំ1964តែគួរឲ្យសង្វេគណាស់នាងអ៊ីកំស៊ូដែលជាតួឯកស្រីនៅក្នុងរឿងនេះបានទទួលមរណភាពនៅពេលដែលការថតខ្សែភាពយន្តនេះជិតនឹងបញ្ចប់នាងអ៊ីកំស៊ូបានស្លាប់ក្នុងខណៈពេលដែលថតខ្សែភាពយន្តរឿងកងកម្មកងកែវកាលពីថ្ងៃទី7ខែឧសភាឆ្នាំ1964នេះបើយោងតាមកំណត់ហេតុរបស់លោកប៊ីឆាលៀងដែលបានសរសេរនៅក្នុងប្រឡោមលោករឿងកងកម្មកងកែវពីដំបូងលោកប៊ីឆាលៀងគិតថានឹងឲ្យនាងអ៊ីកំស៊ូថតជាតួកូនភ្លោះតែជាអកុសលនាងត្រូវទទួលមរណភាពក្នុងវ័យ21ឆ្នាំក្នុងខណៈពេលដំណើរការថតខ្សែភាពយន្តនេះនៅមិនទាន់បានបញ្ចប់ជាស្ថាពរហើយតួឯកស្រីនៅក្នុងរឿងកងកម្មកងកែវនេះត្រូវបានជំនួសដោយនាងគីមណូវ៉ារឿងពីជ័យវង្សា
ត្រូវបានដាក់បញ្ចាំងនៅរោងភាពយន្តភ្នំពេជ្រក្នុងកំឡុងឆ្នាំ1967ជាភាពយន្តខ្មែរដ៏ល្បីល្បាញនៅក្នុងសម័យយុគមាសរឿងពីជ័យវង្សាបានផលិតឡើងនៅក្នុងឆ្នាំ1966ដោយផលិតកម្មវ៉ាន់ច័ន្ទភាពយន្តដឹកនាំរឿងដោយលោកអោឌុំខ្សែភាពយន្តដ៏ល្បីល្បាញនេះរួមប្រជុំដោយតារាល្បីៗជាច្រើននៃព្រះរាជាណាចក្រកម្ពុជារួមសម្ដែងដោយលោកជាយុទ្ធននាងទិតវិជ្ជរាដានីលោកណុកណែមនាងទេពកេណរីនាងសាក់ស៊ីស្បោងម៉ែម៉ឺនអោផូកណ្ដុលគ្រុនម៉ាក់បូម៉ុងដូលីនណូយ៉ាអឹមផុននិងលោកស្រីកែវវងម៉ារីនឹងអមដោយចម្រៀងយ៉ាងពីរោះជាប់ចិត្តរឿងចៅស្រទោបជ័យនិពន្ធដោយអ្នកអង្គការយុះងិនជាប្រភេទអក្សរសិល្ប៍សាស្ត្រល្បែងកាលកំណត់នៃការតែងនិពន្ធគឺនៅថ្ងៃអង្គារទី11កើតខែផលគុណឆ្នាំជូតពុទ្ធសករាជ2432ត្រូវនៅគ្រិស្តសករាជ1889ហើយរឿងចៅស្រទោបជ័យបានផលិតជាខ្សែភាពយន្តជាបន្តបន្ទាប់ដោយមានការថតរបស់ផលិតកម្មផ្សេងគ្នានៅឆ្នាំ1964ផលិតកម្មព្រះខ័នពេជ្រភាពយន្តបានថតរឿងចៅស្រទោបជ័យដោយមានលោកយីគីឡែនដើរតួជាចៅស្រទោបជ័យនាងគឹមណូវ៉ាដើរតួជានាងកេសរមេលានាងនប់យ៉ាដាដើរតួជាព្រះនាងកេសរបុប្ផាហើយនៅឆ្នាំ1974ផលិតកម្មកងពេជ្រភាពយន្តបានថតរឿងចៅស្រទោបជ័យជាថ្មីម្ដងទៀតដែលមានការចូលរួមសម្ដែងដោយលោកលឹមសុផុនដើរតួជាចៅស្រទោបជ័យនាងបូរាវីដើរតួជានាងកេសរមេលានាងលក្ខាវរីដើរតួជាព្រះនាងកេសរបុប្ផាស្រាវជ្រាវនិងផ្សព្វផ្សាយដោយក្រុមព្រះសូរិយារឿងពូជមួយត្រួយពីរគឺជាមហាវណ្ណកម្មភាពយន្តជីវិតដ៏ល្បីល្បាញនៅដើមឆ្នាំ1969ផលិតកម្មគោកធ្លកភាពយន្តរបស់លោកពូជទឹកបានបង្ហាញនៅខ្សែភាពយន្តដ៏ល្អវិសេសវិសាលរឿងពូជមួយត្រួយពីរនៅលើផ្ទាំងសម្ពុតសនៃរោងភាពយន្តហែមជាតិមហាវណ្ណកម្មភាពយន្តជីវិតនេះគឺជាស្នាដៃនិពន្ធរបស់កវីគុយលូតហើយត្រូវបានទិញសិទ្ធិយកមកផលិតជាខ្សែភាពយន្តទម្រង់ Film 16 មីលីម៉ែត្រក្រោមការដឹកនាំរឿងរបស់ផលិតករសូម៉ាន់ឈីវខ្សែភាពយន្តនេះរួមប្រជុំសម្ដែងដោយតារាប្រុសស្រីល្បីៗនៃកម្ពុជារួមមានលោកជាយុទ្ធនលោកស្រីកែមនថាលោកណប់ណែមលោកស្រីគឹមណូវ៉ាលោកមាសសំអែល
លោកស្រីតារាចោមច័ន្ទលោកឈួនឆៃលោករ៉ូសាណារ៉ាលោកគង់ឌីយ៉ូព្រមទាំងតារាល្បីៗជាច្រើនអ្នកទៀតរឿងពូជមួយត្រួយពីររួមបញ្ចូលនៅចម្រៀងពីរបទគឺបទជិះទូកលេងតាមគង្គានិងបទព្រះច័ន្ទរះលើមេឃាបកស្រាយដោយលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីប៉ែនរ៉នស្រាវជ្រាវដោយក្រុមដំណើរខ្មែររៀបរៀងដោយវីរៈវ៉ារ៉ានី